ngày nó nhưng nó rõm này này từ đi tu sna ca tu train đại phnom ai hay yang thay thành đại spawn nơi chợ phnom rùng pì nhưng nó bằng hai tên tập hiệp khác khác người ca thôi là mà tới người ca bảo bọn train phnom tu train đại nắng ca những thua bạn nó tới ban train đại nung màu đi có lực thì mùi bao nhiêu này sna ca tu train đại phnom ai hay yang train đại spawn nắng lực thì mùi hỏi đại nhung ban khơi nắng ban tu toàn hai cả lại đại nhung tới nó cứ vía miền Panh Hà chỉ chờ anh đại chủ ốp ra thì mùi đại nhung tới trong cái mình liền được khơi nhắnហើយទី2នោះគឺទឹកឡើងខ្លាំងមែនតើដល់ពេលយប់ឡើងគឺពួកយើងងំភ័យខ្លាំងដោយសារយើងដេកនៅក្នុងចលងភ្នំផ្ទាល់តែហ្មងហើយខ្ញុំនឹងប្រាប់ឲ្យសោះខ្លះៗក្នុងការធ្វើដំណើរទៅស្ទូចឆៃដៃស្ពាន់ថាជួបផលវិបាកមិនហើយខ្ញុំនឹងធ្វើម្ហូបមួយមុខដែលអត់មានឈ្មោះទេដែលម្ហូបដែលខ្ញុំនឹកឃើញខ្ញុំក៏ធ្វើជាមួយនឹងចំណេះដឹងខ្ញុំចេះពីមុនមកគឺចំណេះដឹងខាងម្ហូបបែបអត់មានឈ្មោះបែបធ្វើស្មានធ្វើព្រាវបាទដូចកំពុងតែឃើញអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរទៅតាំងបានទស្សនាវីដេអូទាំងអស់គ្នាបាទបន្ទាប់ពីយើងមកដល់ទីតាំងដែលត្រូវទុកដាក់ម៉ូតូយើងរៀបចំឲ្យបានចេញទៅហើយទុកម៉ូតូនៅទីនេះហើយធ្វើដំណើរទៅជាមួយនឹងបងបញ្ញាបន្តិចទៀតខ្ញុំដាក់លេខទូរស័ព្ទគាត់នៅក្រោមហើយអាចតាក់ទងទៅគាត់ទៅហើយផ្លូវទៅដូចឃើញអញ្ចឹងគឺយើងធ្វើដំណើរក្នុងព្រៃខ្ញុំរកមើលឃ្មុំឡើងនេះបាទហើយធម្មជាតិតាមហ្នឹងស្តៀងផ្លូវទៅរ៉ាល់តាមខ្ញុំមើលវីដេអូគេទៅរ៉ាល់ណាខ្ញុំដែរទៅផ្ទាល់ទេប៉ុន្តែដូចគ្នាមែនតើមើលមកវាមិនដូចទាំងអស់ទេអាចខ្លះវាចោតខ្លាំងហើយវាមានអាស្លាយដោះមួយដើមឈើមួយអីហ្នឹងវាតិចខ្លាំងបាទវាដោះបែបហ្នឹងតែខ្ញុំគិតថាធៀបវាតិចមែនហាក់ដើមមួយនេះក៏ខ្ញុំចូលចិត្តខ្លាំងមែនតើគាត់ឃើញស្រឡាញ់ហ្មងបាទហើយផ្លូវទៅដូចឃើញអញ្ចឹងយើងដើរយើងប្រយ័ត្នប្រយែងមែនតើសម្រាប់ការដើរដោយសារតែសត្វព្រៃយើងមើលឃើញដូចជាពស់ឬយ៉ាងអញ្ចឹងទៅហើយនេះគឺការធ្វើដំណើរចុះភ្នំហើយវាមិនចុះភ្នំចុះទៅបាត់ជ្រោះដោយសារត្រីដៃហ្នឹងតំបន់ដែលវានៅគឺវានៅឆ្ងាយពីមនុស្សរស់នៅដោយសារវានៅជិតមនុស្សអាចស្ទូចអស់ដោយសារនៅឆ្ងាយបានយើងអាចទៅស្ទូចបានច្រើនហ្នឹងហើយនេះដំណើររបស់ខ្ញុំអរគុណលីមែនតើអ្នកនៅកាន់កាមេរ៉ាឲ្យវាក្រោយវីដេអូនេះសូមអរគុណគាត់មែនតើតែដៃគាត់មួយផងបាទហើយអាដើមមួយនេះស្រៀងតកៅហើយស្អាតមែនតើទៅសភាពនៃការធ្វើដំណើរទៅគឺដើរចាស់ហត់ទេនិយាយស្មោះត្រង់ហ្មងទៅដូចឃើញអញ្ចឹងមកដំណាក់ទៅមកដំណាក់គឺអត់មានផ្លូវដើរទេរុកព្រៃតែសុបាយជាមួយអ្វីដែលយើងដើរនោះដោយសារតែធម្មជាតិវាស្អាតមែនតើនៅអមសាងខាងនៃផ្លូវចុះទៅបន្ទាប់ពីយើងចុះទៅដល់បាតជ្រោះដូចឃើញថ្មដាក់ដប់ដំណងមកហើយដើមឈើធំខ្លាំងមែនតើអត់មានការកាប់បំផ្លាញទេគឺគេថែរក្សាបានល្អមែនតើនៅតំបន់នេះតាមខ្ញុំមើលហើយមកដល់ទៅខ្ញុំក៏រៀបចំមុនគេនោះគឺដុំសទូតែហ្មងមកគ្មាននឹកឃើញអីទេហ្នឹងចំពោះខ្ញុំណាហើយយើងចាប់ផ្ដើមមកដល់ចំណុចបបក់នៅខាងលើហើយក៏ប៉ុន្តែនៅខាងលើអ្នកនៅតំបន់ហ្នឹងក៏ប្រាប់ថាខាងលើហ្នឹងក៏អត់សូវសម្បូរនៅខាងក្រោមទេតែយើងត្រូវស្ទូចលេងទៅគឺវាមានហើយខ្ញុំបបក់សាកវាមានខ្មាន់មានត្រីឆ្ដោមានត្រីរ៉ស់ហើយហ្នឹងតែតាមសាកមកគឺផាយជា1ម៉ោងអត់មានស្អីអីខំមួយទេបាទសារថៃណៃយើងត្រូវប្រើនុយចលេនហេតុផលគឺភ្លេចនុយនៅខាងលើបងបញ្ញាក៏ឡើងទៅយកវិញហើយត្រូវគេអង្គុយបែបសែតគេមកទៅឲ្យភ្លៀងកន្លែងនេះគឺជោគសិនអង្គុយគាត់ទៅលោតទឹកលេងបាទសន្តិកសាប់អ្វីគាត់អស់លេងហើយគេសែតគេមកគេធ្វើមុខមកយើដល់កហើយបន្តមកយើងចេញដំណើរទៅទៀតដោយសារត្រូវដើរពីកន្លែងខ្ញុំអង្គុយហ្នឹងប្រហែលជា15នាទីបានទៅដល់កន្លែងថ្មរូង2សម្រាប់យើងស្នាក់នៅយប់ហ្នឹងហើយទឹកកន្លែងនេះគឺអត់ឃើញឡើងទេមែនតែដល់ពេលយប់តិចទៀតបានដឹងដោយសារតែមេចាប់បានធ្លាក់ភ្លៀងតាំងពីពេលហ្នឹងទៅដោយសារតែបងបញ្ញាគាត់ថាប្រហែលថ្ងៃមុនគឺអត់មានភ្លៀងទេហើយប៉ុន្តែគឺវាភ្លៀងខ្លាំងក្នុងថ្ងៃខ្ញុំទៅនឹងមកភ្លៀងតាំងពីយប់ដល់ព្រឹកអញ្ចឹងកំតន់គ្រឿងភ្លៀងគាត់រឿងទេសភាពគឺស្អាតដូចទឹកធ្លាក់កន្លែងនេះគឺអេមែនតើសម្រាប់ខែ11ឲ្យមានសម័យថាវាស្អាតប៉ុណ្ណាហើយមកដល់រូងថ្ម2ដូចឃើញត្រូវដេកក្នុងរូងហ្នឹងទេយប់ហ្នឹងហើយអ្វីដែលខ្ញុំយកមកយប់នេះគឺអត់មានទៀតតែភួយក៏ខ្ញុំអត់យកមកដែរបានលីទេក៏យកតង់យាយមកហ្នឹងគាត់ចេះសគួរក៏តាមខ្ញុំបាល់ហើយបាទហើយតែរៀបចំភ្លើងរៀបចំអ្វីដើម្បីសគួរពេលយើងមកពីស្ទូចថៃវិញឲ្យមានភ្លើងនេះដាំបាយភ្លឺកន្លែងយើងក៏ឲ្យសត្វធាតុមកយីរំខានឬក៏ជន់សត្វជន់ធាតុហ្នឹងទៅហើយធ្វើដំណើរទៅកន្លែងស្ទូចទៀតសោតគឺផ្លូវគឺបែបហ្នឹងគឺតាមអូជ្រុះជ្រងគឺមានថ្មដាក់ដប់ពេញហ្នឹងបាទហើយមេចាប់ដើមល្ងឹតម្ដងតិចហើយត្រីមកប្រភេទហ្នឹងគឺគាត់ប្រាប់ថាវាត្រូវស៊ីនៅពេលយប់វាអត់ស៊ីនៅពេលថ្ងៃទេដែលថាយប់ឡើងមកវាចេញរកចំណីអញ្ចឹងការស្ទូចត្រីមួយនេះគឺត្រូវអត់ធ្មត់មែនតើយើងចាប់ដើមពីម៉ោង6យប់ហើយបើបានភ្លៀងទៀតគឺល្អមែនតើហើយនេះដូចកំពុងតែឃើញអញ្ចឹងលើកទី1របស់ខ្ញុំមកស្ទូចត្រីដៃភ្នំធ្លាប់ស្ទូចត្រីខ្មាន់ត្រីរស់ត្រីឆ្ដោអញ្ចឹងតែដល់ពេលលើកនេះមកស្ទូចត្រីដៃវាថ្មីដែរបាទហើយនុយចលេនគឺអត់សូវមានទៀតពិបាកថាលើនទៅជាអញ្ចឹងបាក់ហោមែនតើអញ្ចឹងរកបានតិចមែនតើទូចទៀតហើយចាប់ដើមស្ទូចហើយកំពុងតែឃើញអញ្ចឹងនេះហើយពួកយើងចាប់ដើមបោះនុយបោះអីទៅដោយសារតែស្ទូចអញ្ចឹងគឺប្រើពេលយូរទេចាប់ដើមល្ងឹតប្រើពេលជាង1ម៉ោងអត់បានត្រីក៏មិនទៅមួយអញ្ចឹងដូចគាត់និយាយមែនចាប់ដើមយប់គឺត្រីចាប់ដើមចេញអញ្ចឹងថ្ងៃគឺវាអត់ចេញទេហើយតិចទៀតវានឹងចេញហើយដោយសារតែយប់ជ្រៅបើចាប់ពីពេលហ្នឹងដល់ម៉ោង3ម៉ោង2ព្រឹកគាត់ថាពេញស៊ីឲ្យយើងអត់ដេកយើងអង្គុយស្ទូចនឹងបានដែរហើយសម្បូរជាងគេអាត្រីកំមទូចបបបានម្រាមដៃសម្បូរខ្លាំងមែនតើការស៊ីដាក់ស៊ីមកនោះហើយបិចនុយបិចអស់លេងគ្នាសល់ហើយបងគាត់អង្គុយមើលត្រីដែរហូបតែបងគាត់ស្ទូចដែរតែគាត់ស្ទូចយកត្រីទូចខ្ញុំព្យាយាមស្ទូចបន្ទាប់ពីការតាំងចិត្តនិងការអត់ធ្មត់រយៈពេលជាង1ម៉ោងបានកូនត្រីប៉ិនកូនដៃបាទនេះត្រីកំមអីគឺសម្បូរបើអ្នកចូលចិត្តស្ទូចត្រីតូចប៉ុណ្ណេះនឹងយកតាអស់តែមកលើនឹងដាក់តែ1នាទី2នាទី1នាទីហ្នឹងគឺខាំគឺបានហើយគោលដៅគឺត្រីធំប៉ុន្តែអានេះតម្រុយរកត្រីធំហើយបាទហើយខ្ញុំមើលរៀងឆ្កងអ្នកបកត្រីពីមុនមកដែរតែដោះត្រីពីឆ្កងនេះថាត្រីប្រភេទហ្នឹងអត់ដែរបកពីមុនអត់ដែរស្ទូចពីមុនអញ្ចឹងខ្លាចមុនដៃការពារហើយកន្លែងហ្នឹងគឺបានថៃហើយខ្ញុំនឹងអត់និយាយទេទឹកឲ្យអ្នកដែលកំពុងតែមើលហ្នឹងគាត់មើលសលេងធម្មជាតិរបស់ពិតក្នុងវីដេអូហ្នឹងទៅខ្ញុំអត់បញ្ចូលសលេងទេសូមស្ដាប់សលេងស៊ីនមកផ្លែតទៅยัด
cho tiếp Không con đấy mày. cho từng cái đau không cho tới cái tim ô cho từng mọt đấy chậm lên rồi mà lên vai đi khoan cái gì này anh cầm tay lớn tôi cho cái gì đấy là cái răng បន្ទាប់ពីរកបានត្រីដ៏ធំមួយហើយពួកយើងបាន happy everyone មែនតើហើយសប្បាយរំភើបរីករាយណាស់បាទមកឃើញអញ្ចឹងតែថាទៅវាថ្មីសម្រាប់ខ្ញុំហីទៅស្ទួយបានត្រីធំទៀតដោយសារមកល្ងាចហ្នឹងមានតែខ្ញុំដែលស្ទួយបានត្រីធំជាងគេអញ្ចឹងវាអត់ទាន់ភ្លៀងទេដោយសារតែយប់បន្តិចចាប់បានភ្លៀងគឺចេញប្រតិបត្តិការម្ដងទៀតបាទហើយដូចឃើញអញ្ចឹងត្រីនេះគឺវែងដូចជាសត្វអន្ទង់អញ្ចឹងដោយសារតែធ្លាប់ឃើញអន្ទង់មែនអត់អានេះវាដូចជាអន្ទង់ដែលធំហើយវាក្តៀនវាអត់ចេញរីកទៅខាងដូចគ្នាមែនអត់អាចធ្លាប់តែឃើញគេផុសធ្លាប់តែឃើញគេថតនៅបរទេសនៅអីឥឡូវបានមកឃើញនៅខ្មែរផ្ទាល់បាទតែប៉ុន្តែនៅខ្មែរយើងមានគ្រាន់តែពេលខ្លះទៅខ្ញុំមើលអត់ចំដែលវីដេអូមានត្រីបែបហ្នឹងអញ្ចឹងថ្ងៃនេះមកពិតផ្ទាល់ពិតជារីករាយហើយក៏ពិតជាចែកម្លែកបទពិសោធន៍អារម្មណ៍ពិតមែនតើទៅដល់អ្នកមើលខ្ញុំសប្បាយចិត្តមែនតើនិយាយស្មោះត្រង់បាទមកក៏យើងបន្តការស្ទូចដល់យប់ជ្រៅបន្តការស្ទូចទៅមុខទៀតហើយខ្ញុំកំពុងតែបិទនុយហើយនុយយើងក៏ចាប់បានអស់ដែរហើយកន្លែងនេះចូលត្រីមួយទៀតតែចង្រៃឯងដាច់មាត់បាទពិតជាសោកស្ដាយមែនតើតែម្ដងហើយនេះបន្ទាប់មកគឺមកសន្ទុះក្រោយមកគឺបានចូលមកក្បាលទៀតតែមកក្បាលនេះតូចជាងអាមាញ់ទេហើយពួកយើងក៏បន្តពីចូលអាត្រីចុងក្រោយមួយហ្នឹងស្ទូចអត់បានក៏យើងត្រឡប់ទៅកន្លែងនេះតែមកជិតវិញ4យប់ហើយឃើញខ្ញុំវត្តពុយចេញពីក្នុងទឹកតែម្ដងបាទនេះមិនមែនជារឿងលេងសើចនោះទេអចារ្យហើយត្រីដៃហ្នឹងតាមពិតខ្ញុំល្ងងបាទល្ងងរឿងអីគេប្រាប់ថាត្រីដៃហ្នឹងបើចេះលេងថ្មងទេខ្ញុំមិនឆោតទៅវាយគ្នាតទៅងាប់ហើយមិនដឹងណាត្រីនឹងអត់មុតផងណាវាអត់ចេះនិយាយរួមវាចេះលេងថ្មងបានន័យថាវាអត់ដូចត្រីសែទេវាខុសគ្នាហើយនេះកែព្រឹសអ្នកដែលធ្លាប់មើលវីដេអូខ្ញុំគាត់ស្គាល់ហើយបន្ទាប់ពីយើងបានបញ្ចប់ហើយយើងមករៀបចំទៅកន្លែងដេកយើងវិញដោយសារកន្លែងដេកហ្នឹងនៅមិនឆ្ងាយប្រហែលពីកន្លែងដែលយើងបបក់ហ្នឹងទេថាជា2-300ម៉ែត្រទេណាហើយពិតជា happy everyone ឃើញទេ happy អាហ្នឹងបបក់ពីក្បាលប្រឡប់ទេនៅពេលយប់នៅបបក់បានទៀតដោយសារតែភ្លៀងខ្លាំងបងបញ្ញាហើយនឹងលីគាត់ទៅបបក់ខ្ញុំដេកខ្ញុំអត់នៅគេបបក់បានមកទេបន្ទាប់ពីយើងបានមកដល់កន្លែងវិញយើងបានយកត្រីមករៀបចំធ្វើមកហូបល្ងាចហ្នឹងហើយអ្នកខ្លះក៏គាត់រកទឹកដើម្បីកាហ្វេរកដើម្បីមីហើយថែលគួយអាំងភ្លើងគាត់ចាញ់ល្ងាចដូចខ្ញុំដែរដូចគ្នាហើយថែលគាត់ទួនាទីគាត់គឺសម្អាតត្រីដើម្បីយកត្រីហ្នឹងមកអាំងហើយមនុស្សគាត់ស្រួលប្រើយកតាណាក៏ប្រើបានដែរគឺជោស្រួលបញ្ជោនិយាយលេងទេហើយខ្ញុំអ្នកធ្វើតបធ្វើអីអាំងហើយតែប៉ិតត្រីហ្នឹងពួកយើងមិនមែនឆោតទេនឹកមិនឃើញបើយើងកាត់កង់ទៅនឹកឃើញថាអូខេដាក់វែងអញ្ចឹងមានតំណងវាឡយអីអញ្ចឹងណាមានណារួចដាក់វែងតិចទៀតភ្លើងខ្លាំងរត់ភ្លើងអស់មានអីចាប់ដើមលេលើមើលមុខគ្នាបណ្ដោយហើយត្រីហ្នឹងគឺដោតអត់ចូលទេវាវែងពេកវែងខុសពីត្រីធម្មតាហើយក៏យើងអាំងវាទាំងវែងបាទអញ្ចឹងពាក្យចាស់ថាទង់វែងឆ្នាំងវែងនេះចូលលក្ខណៈហ្នឹងហើយបន្ទាប់ពីយើងបានអាំងត្រីអាំងអីអញ្ចឹងហើយរៀបចំអង្គុយលេងជជែកគ្នាពីនេះពីនោះការងារជីវិតថ្ងៃមុខថ្ងៃក្រោយអញ្ចឹងទៅហើយត្រីចុងក្រោយកាត់កង់ឲ្យដៃបាទសារមេឃភ្លៀងខ្លាំងនេះកំពុងឃើញយើងត្រង់ទឹកទុកប្រើស្អែកហើយអ្នកចាប់បានភ័យផងអផងហើយបិទភ្លើងដើម្បីឆេះខ្លាំងកាត់បន្ថយការល្ងាដោយសារតែនៅរូងភ្នំជជែកខ្លាំងគួរសមដល់ម៉ោងបាយខ្ញុំដៃ2ដៃ3ម្នាក់ថាឃ្លានខ្លាំងឡើងយកដៃយកជើងនិយាយស្មោះត្រង់ទៅគឺអត់បាយតាំងពីថ្ងៃម្លេះហើយដើរឆ្ងាយទៀតឆ្ងាញ់សិតហ្វុតនៅតែសាច់វាហើយលីក៏គាត់ឲ្យបាយទឹកក៏ឡើងឃើញទេទឹកដូចខ្ញុំនិយាយគឺឡើងបែបហ្នឹងពីល្ងាចនៅក្រោមឡើងមកដល់លើបាទហើយនេះកន្លែងយើងដេកយប់ហ្នឹងគឺមានតែតង់ប៉ុណ្្នឹងទេហើយនេះលីគាត់ទៅរោម្ដងទៀតម៉ោងខ្ទង់2 10គាត់ចេញទៅរោទៀតគឺខ្ញុំដេកបាត់ហើយពេលហ្នឹងគាត់ត្រឡប់មកកន្លែងវិញដោយសារតែគាត់នៅមើលទឹកផងគាត់ទៅស្ទូចត្រីផងអញ្ចឹងតែមានអ្នកចាំយាមទឹកលីជាមួយនឹងបងបញ្ញាគាត់ចាំយាមទឹកអញ្ចឹងអរគុណគាត់មែនតើព្រោះខ្ញុំដេកបាត់ហើយខ្ញុំមកកន្លងដែរដេកមានដឹងថាគេទៅស្ទូចទៅអីផងនោះហើយគាត់មកវិញគាត់បានត្រីឡើង2-3ថែមទៀតអាត្រីហ្នឹងយើងត្រូវយកមកធ្វើម្ហូបថ្ងៃស្អែកបន្ទាប់ពីហៅបងនៅកពតគាត់ទៅលេងហើយបងបញ្ញាគាត់ទៅបាយជុំគ្នានៅលើដែរអញ្ចឹងតិចទៀតនឹងឃើញការខ្ញុំធ្វើម្ហូបតាក់ទងពីត្រីហ្នឹងថាក្តៅត្រីដើម្បីប្រថៃមួយខ្ញុំអាំងហូបពេលព្រឹកអត់មានហូបទេហូបត្រីលេងហើយរៀបចំចេញដំណើរទៅហើយដូចឃើញអញ្ចឹងគឺសប្បាយចិត្តមែនតើអរគុណបងបញ្ញាគាត់ទៅរកយំមិញបើអត់មានគាត់ទៅរកទេសង្ស័យវីដេអូហ្នឹងអត់មានសូវមានរសជាតិទេហើយដូចឃើញកន្លែងដេកគឺស្អាតមែនតើ everyone every night បាទអូអេមណាស់ឥឡូវចេញដំណើរទៅហើយថែមទឹកមកកដងផឹកតាមផ្លូវហើយមានទឹកផឹកហើយចាប់ផ្ដើមចេញមេឃចាប់ផ្ដើមភ្លៀងមកដែរគឺទៅមនុស្សដែលមានកម្មដូចខ្ញុំគឺអញ្ចឹងមែនហ្មងអត់ដើរអត់ចេញអត់ភ្លៀងទេច្រកមួយថ្ងៃអត់ភ្លៀងទេហើយបើអត់ចេញដំណើរបានមិនតាន់បានប្រហែលគឺមេឃភ្លៀងប៉ុន្តែទេសភាពពេលដើរទៅបន្ទាប់ពីភ្លៀងហើយគឺញាក់សាច់មកពេលព្រឹកទេសភាពស្អាតខ្ញុំអត់ដែរឃើញពីមុនទេហើយផ្លែមួយយ៉ាងនេះហៅថាផ្លែភ្ញៀវតែខ្ញុំហូបទៅរសជាតិមិនភ្ញៀវតរសោះនឹងរសជាតិស្អីបាទបន្ទាប់មកយើងធ្វើដំណើរឡើងចាំងភ្នំទៅវិញអត់ឡើងផ្លូវចាស់ទេលេងផ្លូវកាត់ថ្មីមានអីបាទផ្លូវថ្មីហ្នឹងធ្វើឲ្យខ្ញុំចង់បាយកង់ដែរដោយសារតែវាចោតខ្លាំងប៉ុន្តែខ្ញុំធ្លាប់ឡើងភ្នំពីមុនមកត្រូវអាកាសធាតុត្រជាក់ទៀតវាអត់សូវបញ្ហាប្រហែលទេហើយកន្លែងនេះលីគាត់តោងផងគាត់វាផងមួយថែលហើយថែលនោះនាំគេដើរអត់ត្រូវផ្លូវទៀតពិតជាមនុស្សមិនធម្មតាទេបាទផ្លូវល្អមានតែតោងថ្មឡើងមកចុះបាក់ឈើបាក់អីមកវាមានបញ្ហាទេតែបន្ទោអ្នកណាគួរតែបន្ទោថែហើយមេកន្លែងហ្នឹងក៏ចាប់ដើមភ្លៀងដែរចាប់ដើមព្រះភិរុនមកបដើដូចឃើញហ្នឹងភ្លៀងផងអាប់ផងត្រជាក់ផងអូយថារសជាតិមួយនេះវាជាអនុស្សាវរីយ៍ខ្ញុំមួយគាត់ដែរហើយជាមួយបងដែលទៅនឹងដែរដូចគ្នាយើងចងក្រងជាឯកសារទុកមើលថ្ងៃក្រោយបាទទុកដល់កូនចៅរបស់យើងឲ្យគាត់មើលថានេះជីវិតប៉ាកាលនៅមុនគ្មានធ្វើអីទេថ្ងៃដើរស្ទួយត្រីដើរទៅលេងមកអត់ប្រយោជន៍មែនតើម្ដងហ
ហើយកន្លែងទឹកឡើងទឹកបុកមកលើភ្នំហើយយើងព្យាយាមប្រញាប់ឲ្យលឿនបំផុតតាមដែលធ្វើទៅបានដើម្បីចេញដល់ក្រៅវិញហើយថែគាត់លីងកគាត់ចោលទេបាទទាំងកនោះបងបញ្ញាថាបើគាត់វិញគាត់អត់លីមកទេវាធ្ងន់វាខ្ពស់តែស្ថាថែគាត់លីមកអង្គហ្នឹងបានហូបដល់ចប់វីដេអូហ្នឹងហូបបាន4-5ថ្ងៃដោយសារតែវាអត់សើមដែរហើយពួកយើងមកចេញដំណើរមកដល់ក្រៅត្រី2ហ្នឹងធ្វើដូចសង្ហាអញ្ចឹងបាទតែគ្មានប្រយោជន៍អីទេទៅប្រហែលថ្ងៃហើយនេះរុនកដៅភ្នំបាទពិតជាអស្ចារ្យមែនបាទមកដល់ម៉ូតូពួកយើងមករៀបចំចេញទៅហើយ